បាទសូមមកកាយនឹងគោរពជំរាបសួរប្រិយមិត្តទូទាំងសិស្សទីគោរពនៃចិត្តទីមេត្រីនេះយើងស្វាគមន៍មកកាន់វីដេអូ GarageBand ចាប់ផ្ដើមពី GarageBand លើកទី1 Part 1ពេលអ្នកនរគ្នាបើក project មកវានឹងចេញទម្រង់បែបនេះអញ្ចឹងយើងយកធ្វើការយកកន្លែង create song យើងនឹងបាននេះ set up plug in អញ្ចឹងដើម្បីចូលទៅផ្ទាំងរបស់យើងចូលកន្លែងណាមួយក៏បានដែរយើងចុចលើ channel នេះមកពឹបហើយយើងចុចកន្លែងនេះដើម្បីទៅផ្ទាំងធំរបស់យើងខ្ញុំជឿថាបងប្អូន 90% គឺគាត់ចង់ចេះទៅលើការបង្កើតជាមួយនឹងបទចម្រៀង cover អញ្ចឹងដើម្បីបានចម្រៀង cover យើងត្រូវយល់ពី function នីមួយៗរបស់ GarageBand សិនទី1យើងយកពីកន្លែងសញ្ញាបូកនេះជាអីគឺជាបារបទចម្រៀងនេះឃើញវាមានតែ8បារវាខ្លីមែនតើអញ្ចឹងយើងចង់បូកយើងចុចសញ្ញាបូកឡើងនេះពឹបយ៉ាអញ្ចឹងអ្នកឃើញ8បារគត់អញ្ចឹងដើម្បីយើង add យើងចុចបូកឡើងនេះយ៉ាខ្ញុំសុំលុបអានេះចោលមួយសិនមិនច្រឡំដៃប៉ះអេតចូលកន្លែងបានេះពឹបមកហើយយើងបូកកន្លែងនេះបូកកាន់ទៅច្រើនកាន់ទៅដល់សម្រាប់ខ្ញុំគឺខ្ញុំយកដល់លេខ100តែខ្ញុំឧទាហរណ៍ត្រឹមលេខ50សិនយើងនឹងបានដល់50បារអញ្ចឹងមុខងារទី2គឺយើងបដោតទៅលើការដាក់ភ្លេងចូលអ្នកឃើញលេខ6កន្លែងនេះទេនេះគឺជាកន្លែងយកបទចម្រៀងចូលហើយជាងចុចកន្លែងហ្នឹងដើម្បីយកបទចម្រៀងចូលបទអីក៏បានដែរនេះគឺតែបទចម្រៀងដែលខ្ញុំបានដាក់ចូលមកហើយអញ្ចឹងរបៀបដាក់ចូលគឺវាស្រួលទេគឺខ្ញុំធ្វើវីដេអូច្រើនមែនតើនៅក្នុង Facebook និង TikTok ដែរអញ្ចឹងអ្នកនេះអាចទៅមើលបានឈ្មោះ Mr. Rat អូខេអញ្ចឹងខ្ញុំចង់ឧទាហរណ៍ខ្ញុំចង់ទាញចម្រៀងនេះដាក់ចូលផ្លឹបខ្ញុំចង់យក Dura play នេះដាក់ចូលយើងសង្កត់ឲ្យជាប់យើងតម្លាក់មកយើងបាន play មួយហើយយើងអាច play ស្ដាប់បានដែរនេះឃើញទេអូខេអញ្ចឹងអានេះមុខងារបន្តទៀតគឺកន្លែង instrument នេះគឺជាកន្លែងដែលយើងត្រូវបូកជាមួយ instrument បើយើងចង់បូកយើងចុចញ៉ាបូកមកយើងឃើញមាន keyboard មាន drum មាន amp សម្រាប់ guitar bass guitar electric អញ្ចឹងទៅមាន microphone សម្រាប់ record សលេងសម្រាប់ដាក់ sound ផ្សេងមាន string violin មាន guitar bass មាន guitar strum ហើយជាមួយនឹងប្រភេទពិនប្រភេទត្រូខ្លុយចិនអីចឹងទៅមានខ្លុយកន្លែងនេះមាន drum electronic ជាប្រភេទ drum លបអានេះគឺជា input កន្លែង input ដាក់ plugin ចូលយើងដោនពីកន្លែងផ្សេងមកដាក់ចូលកន្លែងនេះកន្លែង sound library ខ្ញុំនឹងប្រាប់នៅវីដេអូបន្តតែហ្នឹងវាវែងឆ្ងាយតិចអូខេអញ្ចឹងបើយើងចង់បូកជាមួយនឹង vocal ទី2សម្រាប់យកមក record យើងចុចមក record យើងចុច duplicate ឡើងនេះបណ្ដោយទៅ select ឡើងនេះមក pop មកវាចេញកន្លែង duplicate ចុច pop មកយើងបាន vocal មួយទៀតហើយអញ្ចឹងយើងអាច record សលេងនៅលើ vocal ហ្នឹងបានឧទាហរណ៍ខ្ញុំ record ចូលមួយអូខេចុចបិទភ្លេងសិន copyright ឆ្យឡើយតាយើង record allo នេះគឺជា vocal record allo អូខេហើយយើងចុច scope មកយើងបាន vocal យើងហើយនេះឃើញទេនេះ allo នេះគឺជា vocal record allo អូខេយើងបានហើយអញ្ចឹងបើយើងចង់ដូរ microphone ដូចជា microphone ពណ៌លឿនខ្ញុំបាននិយាយហ្នឹងយើងចុចកន្លែងនេះមកហើយនេះ microphone យើងដូរមកពឹបអូខេឃើញស្រួលទេវាមានពិបាកទេអញ្ចឹងបើយើងចង់ EQ ជាមួយសលេងនៅលើ track vocal ហ្នឹងតែម្ដងយើងចូលឡើងនេះអញ្ចឹងវាមានកន្លែង EQ នេះឃើញទេចូល plug in and EQ មកឡើងនេះពឹបអ្នកនេះនឹងឃើញនេះផ្ទាំង EQ ផ្ទាំងអីមកកណោ compressing អីមកកណោឃើញទេតែប៉ុណ្ណឹងរួចរាល់សម្រាប់ការប្រើប្រាស់ GarageBand លើកទី1អញ្ចឹងយើងជួបគ្នា part 2